អ្នកទាំងអស់គ្នាសាកស្រមៃមើលអ្នកកំពុងសម្លឹងមើលទៅលើផ្ទៃមេឃពណ៌ខៀវស្រឡះដែលលាតសន្ធឹងធំល្វឹងល្វើយដាច់កន្ទុយភ្នែកខ្យល់អាកាសនៅជុំវិញខ្លួនស្ងប់ស្ងាត់ដើមឈើឈរស្ងៀមមិត្តរង្គើស្លឹកឈើមិនកម្រើកអ្វីគ្រប់យ៉ាងមើលទៅធម្មតាដោយសពដងក៏ប៉ុន្តែរំពេចនោះបរិយាកាសស្រាប់តែប្រែប្រួលយ៉ាងចម្លែកខ្យល់ដែលធ្លាប់តែត្រជាក់បានប្រែជាក្តៅហប់ហាក់ដូចជាមានអ្វីម្យ៉ាងកំពុងសង្កត់ពីលើមេឃឆ្កែរបស់អ្នកដែលធ្លាប់តែស្លូតបូតស្រាប់តែក្រោកឈរច្រងាងហើយព្រុសខ្លាំងដែលអត់ហេតុផលហាក់ដូចជាវាកំពុងសម្លឹងឃើញវិញ្ញាណខ្មោចអញ្ចឹងឆ្មារបស់អ្នកបានរត់បោកខ្លួនទៅនៅជញ្ជាំងទាំងភ័យស្លន់ស្លោរួចទៅសង្ងំក្រាបពួននៅក្រោមសឡុងទាំងញ័រខ្លួនទៅត្រើករីឯបាសីដែលធ្លាប់តែហោះហើរពេញសួនក៏ស្រាប់តែបាត់ស្រមោលឈឹងពិភពលោកទាំងមូលបានប្រែជាស្ងាត់សូន្យហាក់ដូចជាមាននរណាម្នាក់ជួយបេតុងបិទសម្លេងចោលអញ្ចឹងស្រាប់តែប៉ុន្មានម៉ោងក្រោយមកសន្តិភាពក៏ប្រែទៅជាមហន្តរាយសំឡេងកញ្ចក់បែកខ្ចាស់ខ្ចាយលាយឡំទៅនឹងសំឡេងស៊ីម៉ង់ដែលកំពុងហែកប្រេះហាក់ដូចជាពិភពលោកទាំងមូលកំពុងតែដួលរលំផែនដីដែលធ្លាប់តែស្ងប់ស្ងាត់ចាប់ផ្ដើមញ័ររញ្ជួយយ៉ាងខ្លាំងក្លាបង្កបានជាភាពចលាចលដែលគួរឲ្យរន្ធត់ដែលគ្មាននរណាម្នាក់អាចត្រៀមខ្លួនទាន់ឡើយសំណួរគឺតើសត្វទាំងនោះគ្រាន់តែភ័យស្លន់ស្លោដោយចៃដន្យឬមួយក៏ពួកវាទទួលដឹងមុនថាមហន្តរាយកំពុងខិតជិតមកដល់ពិតមែនមុននឹងយើងស្វែងរកចម្លើយនៅក្នុងវីដេអូនេះសូមអ្នកទាំងអស់គ្នាចំណាយពេលតែមួយភ្លេតក្នុងការចុច Subscribe Channel នេះផងកុំឲ្យខកខានវីដេអូថ្មីៗដែលពោរពេញទៅដោយចំណេះដឹងតាក់ទងទៅនឹងអាថ៌កំបាំងនៃធម្មជាតិវិទ្យាសាស្ត្រនិងព្រឹត្តិការណ៍ដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនៅលើពិភពលោកកុំឲ្យបង្អង់យូរយើងចូលទៅទស្សនាវីដេអូនេះតែម្ដងទៅអស់រយៈពេលរាប់សតវត្សមកហើយសត្វលោកបានបន្សល់ទុកនូវសំណួរមួយដែលគួរឲ្យងឿងឆ្ងល់សម្រាប់មនុស្សជាតិនិងអ្នកវិទ្យាសាស្ត្រហេតុអ្វីបានជាពួកវាហាក់ដូចជាដឹងមុននៅរាល់មហន្តរាយដែលកំពុងខិតជិតមកដល់មុនពេលដែលមនុស្សយើងអាចដឹងថាមានអ្វីមួយមិនប្រក្រតីសត្វខ្លះបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងខ្លះទៀតបង្ហាញភាពស្ងប់ស្ងាត់ខុសធម្មតាខណៈពេលដែលខ្លះទៀតបើជាស្រែកផ្អើលឬរត់គេចយ៉ាងស្លន់ស្លោហាក់ដូចជាកំពុងភៀសខ្លួនទៅនឹងគ្រោះថ្នាក់ដែលមើលមិនឃើញនឹងភ្នែកពួកវាហាក់បីដូចជាមានសញ្ញាព្រមានមួយយ៉ាងបង្កប់នៅក្នុងខ្លួនដែលជាប្រព័ន្ធអាសន្នសម្រាប់ដាស់តឿនអំពីគ្រោះមហន្តរាយមួយចំនួនដូចជាគ្រោះរញ្ជួយដីរលកស៊ូណាមីឬព្យុះសង្ឃរាជជាដើមបើយោងទៅតាមរឿងព្រេងនិងជំនឿបុរាណរបស់ជនជាតិស្លាវិកសំឡេងឆ្កែលូនៅកណ្ដាលអាធ្រាត្រមិនមែនគ្រាន់តែជាសំឡេងធម្មតានោះទេប៉ុន្តែវាគឺជាសញ្ញាព្រមានអំពីអ្វីម្យ៉ាងដែលភ្នែកមនុស្សមិនអាចមើលឃើញមនុស្សភាគច្រើនជឿជាក់ថានៅពេលដែលសត្វឆ្កែចាប់ផ្ដើមលូយ៉ាងវែងក្នុងសំឡេងដែលគួរឲ្យព្រឺព្រួចនោះគឺជាការប្រាប់មុនអំពីសេចក្តីស្លាប់ភាពអពមង្គលឬមហន្តរាយដែលកំពុងខិតជិតមកដល់ក្នុងទស្សនៈបែបជំនឿនេះឆ្កែមិនមែនគ្រាន់តែជាសត្វចិញ្ចឹមដែលរស់នៅក្បែរមនុស្សឡើយប៉ុន្តែវាគឺជាសត្វដែលស្ថិតនៅចន្លោះភពពីរគឺភពមនុស្សរស់នៅនិងភពអាថ៌កំបាំងដែលពោរពេញទៅដោយវិញ្ញាណស្រមោលនិងកម្លាំងងងឹតប្រសិនបើយើងនិយាយអំពីសត្វដែលមនុស្សភាគច្រើនភ្ជាប់ទៅនឹងមហន្តរាយយើងមិនអាចរំលងត្រីអ័រហ្វីបានឡើយអ័រហ្វីគឺជាត្រីសមុទ្រជ្រៅមួយប្រភេទដែលមានរាងវែងអន្លាយដោយពស់សមុទ្រពួកវារស់នៅក្រោមជម្រៅទឹកដែលមានជម្រៅចាប់ពី200ទៅ1000ម៉ែត្រហេតុនេះហើយទើបមនុស្សកម្រឃើញវាខ្លាំងណាស់នៅពេលដែលវាលេចខ្លួននៅក្បែរផ្ទៃទឹកឬត្រូវបានរលកបក់មកលើឆ្នេរវាតែងតែបង្កឲ្យមានការភ្ញាក់ផ្អើលនិងត្រូវបានគេភ្ជាប់ទៅនឹងសញ្ញានៃគ្រោះមហន្តរាយបើយោងទៅតាមរឿងព្រេងជប៉ុនអ័រហ្វីត្រូវបានគេហៅថាត្រីនាំសារមរណៈព្រោះមានជំនឿថានៅពេលត្រីសមុទ្រជ្រៅប្រភេទនេះហែលឡមកទឹករាក់វាគឺជាសញ្ញាព្រមានមុននឹងមានគ្រោះរញ្ជួយដីឬស៊ូណាមីជំនឿនេះកាន់តែល្បីល្បាញខ្លាំងបន្ទាប់ពីមានរបាយការណ៍អំពីការរកឃើញត្រីអ័រហ្វីជាច្រើនក្បាលមុនពេលកើតមានគ្រោះរញ្ជួយដីនិងរលកស៊ូណាមីដ៏ធំនៅជប៉ុនកាលឆ្នាំ2011រឿងរ៉ាវដ៏ចំណាស់និងគួរឲ្យរន្ធត់មួយទៀតគឺជារឿងរ៉ាវនៃទីក្រុង Helike នៅក្រិកបុរាណកាលពីឆ្នាំ373មុនគ្រិស្តសករាជខណៈពេលដែលប្រជាជននៅទីនោះកំពុងរស់នៅក្រោមមេឃដ៏សុខសាន្តដោយមិនដឹងខ្លួនសញ្ញាចម្លែកក៏បានចាប់ផ្ដើមលេចឡើងនៅតាមកំណត់ត្រាប្រវត្តិសាស្ត្រកណ្ដុរពស់និងសត្វលូនរាប់ម៉ឺនក្បាលបាននាំគ្នាសម្រុកចេញពីទីក្រុងទាំងហ្វូងដូចជាវាកំពុងភៀសខ្លួនពីអ្វីម្យ៉ាងដែលភ្នែកមនុស្សមើលមិនឃើញផ្លូវដែលធ្លាប់មានភាពអ៊ូអរបែរជាប្រែជាស្ងប់ស្ងាត់គួរឲ្យភ័យខ្លាចហើយនៅក្នុងភាពស្ងប់ស្ងាត់ដ៏មិនធម្មតានោះមហន្តរាយក៏បានឈានមកដល់នៅកណ្ដាលអាធ្រាត្រផែនដីចាប់ផ្ដើមរញ្ជួយយ៉ាងខ្លាំងអគារប្រះបែកដួលរលំលាយឡំជាមួយសំឡេងបាក់បែកខ្ចាស់ខ្ចាយរំពេចនោះសមុទ្រក៏បានចូលមកលេបត្របាក់ទីក្រុងទាំងមូលចូលទៅក្នុងភាពងងឹតស្លុបបន្សល់ទុកតែបំណែកថ្មនិងភាពត្រជាក់ស្រោបនៃមជ្ឈរាជ
នៅពេលព្រឹកព្រលឹមមកដល់ Helike លើជាទីក្រុងទៀតហើយវាបានក្លាយទៅជាស្រមោលមួយនៅក្នុងប្រវត្តិសាស្ត្រទោះបីជាសមាគមវិទ្យាសាស្ត្រនៅតែរក្សាចំហសង្ស័យក៏ដោយការស្រាវជ្រាវថ្មីបានបង្ហាញពីមូលហេតុសមហេតុផលថាហេតុអ្វីបានជាសត្វខ្លះអាចដឹងមុនពីមហន្តរាយមុនពេលដែលខិតជិតមកដល់បានចំណុចសំខាន់មិនមែនស្ថិតនៅលើអំណាចអាថ៌កំបាំងឡើយប៉ុន្តែវាគឺជាសមត្ថភាពនៃប្រព័ន្ធវិញ្ញាណដ៏មុតស្រួចដែលទទួលបានតាមរយៈការវិវត្តធម្មជាតិរាប់លានឆ្នាំសត្វអាចចាប់រលកបឋមដែលជារលកស៊ីស្មិចដំបូងបំផុតពីចំណុចកណ្ដាលនៃរញ្ជួយដីដែលធ្វើដំណើរក្នុងល្បឿនរាប់ម៉ែត្រក្នុងមួយវិនាទីទោះជាយ៉ាងណាក៏ដោយការបកស្រាយនេះអាចពន្យល់បានតែចំពោះអាកប្បកិរិយារបស់សត្វក្នុងរយៈពេលប្រមាណវិនាទីមុនគ្រោះថ្នាក់តែប៉ុណ្ណោះខណៈពេលដែលអ្នកស្រាវជ្រាវខ្លះបានជឿថាសត្វអាចដឹងពីសញ្ញាព្រមានទាំងនេះរាប់ម៉ោងជាមុននៅក្នុងការពិសោធន៍ដ៏គួរឲ្យចាប់អារម្មណ៍មួយអ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន Max Planck បានបំពាក់ឧបករណ៍ចាប់សញ្ញាអេឡិចត្រូនិកទៅលើសត្វគោចៀមនិងឆ្កែនៅកសិដ្ឋានមួយក្នុងប្រទេសអ៊ីតាលីហើយក៏បានតាមដានចលនារបស់ពួកវាអស់រយៈពេលជាច្រើនខែលទ្ធផលបានបង្ហាញថាសត្វទាំងនោះបានបង្ហាញលំនាំអាកប្បកិរិយាមិនប្រក្រតីដែលមានសកម្មភាពជ្រួលច្របល់ជាប់គ្នាលើសពី45នាទីមុនពេលមានគ្រោះរញ្ជួយដីកើតឡើងអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺកាលណាសត្វនៅកាន់តែជិតចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីពួកវាកាន់តែបង្ហាញអាកប្បកិរិយាចម្លែកនោះមុនគេដែលមានរយៈពេលដឹងមុនចន្លោះពី1ទៅ20ម៉ោងសម្រាប់គ្រោះរញ្ជួយដីដែលមានចម្ងាយចាប់ពី5ទៅ28គីឡូម៉ែត្រតើមានកត្តាអ្វីខ្លះដែលបង្កឲ្យមានអាកប្បកិរិយាទាំងនេះអ្នកវិទ្យាសាស្ត្របានលើកឡើងនូវហេតុផលសំខាន់ចំនួន4ហេតុផលទី1ភាពរំញោចចំពោះរំញ័រស៊ីស្មិចសត្វអាចដឹងពីការរំញ័រតូចៗឬការផ្អៀងនៃផែនដីដែលកើតមានមុនគ្រោះរញ្ជួយដីធំដំរីអាចតាក់ទងគ្នាដោយប្រើប្រាស់រលកសំឡេងប្រេងកង់ទាបដែលមនុស្សមិនអាចឮតែអាចដឹងពីរំញ័រតាមរយៈបាតជើងពីចម្ងាយរាប់ម៉ែត្រហេតុផលទី2ការប្រែប្រួលនៃវាលអេឡិចត្រូម៉ាញ៉េទិកសម្ពាធក្រោមដីមុនពេលមានរញ្ជួយដីអាចបង្កើតបានជាសញ្ញាអេឡិចត្រូម៉ាញ៉េទិកសត្វដែលប្រើវាលម៉ាញ៉េទិកសម្រាប់តម្រង់ទិសដូចជាសត្វស្លាបចំណាក់ស្រុកអាចចាប់បាននូវរំញ័ររំខានទាំងនេះហេតុផលទី3ការចាប់សញ្ញាសារធាតុគីមីការប្រែប្រួលសម្ពាធក្នុងស្រទាប់ផែនដីអាចបញ្ចេញឧស្ម័នដូចជារ៉ាដុនចូលទៅក្នុងទឹកក្រោមដីនិងបរិយាកាសសត្វដែលមានខៀវវិញ្ញាណការហិតខ្លួនមុតស្រួចអាចចាប់ដឹងពីការប្រែប្រួលសមាសធាតុគីមីទាំងនេះបានយ៉ាងរហ័សហេតុផលទី4នោះគឺការផ្លាស់ប្ដូរសម្ពាធបរិយាកាសមុនពេលមានព្យុះសង្ឃរាជឬព្រឹត្តិការណ៍ស៊ីស្មិចមួយចំនួនសម្ពាធខ្យល់នឹងប្រែប្រួលក្នុងកម្រិតដែលវិញ្ញាណសត្វអាចទទួលដឹងប៉ុន្តែមនុស្សមិនអាចដឹងឡើយប្រហែលជាសំណួរដ៏ពិតប្រាកដដែលយើងគួរស្វែងយល់នោះគឺតើនៅមានអាថ៌កំបាំងប៉ុន្មានទៀតដែលកំពុងលាក់ខ្លួននៅក្នុងវិញ្ញាណសត្វលោកមនុស្សជាតិបានបង្កើតឧបករណ៍វាស់រញ្ជួយដីផ្កាយរណបនិងប្រព័ន្ធកុំព្យូទ័រដ៏ទំនើបបំផុតប៉ុន្តែខណៈពេលដែលយើងពឹងផ្អែកទៅលើបច្ចេកវិទ្យាទាំងនោះធម្មជាតិបានចំណាយពេលរាប់លានឆ្នាំដើម្បីបង្កើតប្រព័ន្ធវិញ្ញាណដ៏អស្ចារ្យនៅក្នុងខ្លួនសត្វមិនថាសត្វកំពុងឆ្លើយតបទៅនឹងរំញ័រតូចត្រឹមប៉ុន្មានវិនាទីឬរាប់ម៉ោងក៏ដោយក៏អាកប្បកិរិយារបស់ពួកវាបានរំលឹកយើងអំពីការពិតដ៏សាមញ្ញមួយថាយើងមិនមែនរស់នៅក្នុងភពនេះតែម្នាក់ឯងនោះទេ